ផ្ដើមសេរីរឿងនៅក្នុងស៊ីซั่នទី5នេះគឺយើងបានឃើញវ៉ាងលីងកំពុងតែប្រយុទ្ធគ្នាជាមួយនឹងប្អូនស្រីរបស់គាត់ព្រោះដោយសារតែប្អូនស្រីរបស់គាត់ចង់ដណ្ដើមយកតំណែងស្ដេចអមតៈពីបងប្រុសនោះឯងហើយការប្រយុទ្ធរបស់ពួកគេទាំងពីរក៏បានធ្វើឲ្យអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញទាំងស្រុងតែតាមពិតរឿងទាំងអស់នេះគឺគ្រាន់តែជាការយល់សប្តិរបស់ម៉ាក់វ៉ាងលីងតែប៉ុណ្ណោះរួចប៉ាក៏បានជួយនិយាយលើកទឹកចិត្តទៅកាន់ម៉ាក់ថាអ្វីៗគ្រប់យ៉ាងនឹងមិនអីនោះទេហើយនៅថ្ងៃបន្ទាប់ពួកគេក៏បាននាំម៉ាក់របស់វ៉ាងលីងទៅពិនិត្យផ្ទៃពោះនៅឯមន្ទីរពេទ្យតែនៅពេលដែលបានឃើញទឹកមុខម៉ាក់មានការព្រួយបារម្ភបែបនេះធ្វើឲ្យលោកគ្រូពេទ្យឆ្ងល់ជាខ្លាំងព្រោះនេះមិនមែនជាកូនទី1របស់គាត់ទេតែហេតុអ្វីបានជាគាត់មានការព្រួយបារម្ភខ្លាំងម្ល៉េះហើយមិនឲ្យបារម្ភមិនកើតបើកូនគាត់មួយសុទ្ធតែជាកំពូលកូនណោព្រោះដោយវ៉ាងលីងអញ្ចឹងកើតមកភ្លាមចែកដើរភ្លាមហើយកូនទី2នេះក៏ប្រហែលជាមិនសូវខុសគ្នានោះដែររីឯវ៉ាងលីងវិញក៏កំពុងតែស្រូបយកចំណេះដឹងពីសិភៅនៅក្នុងទូចូលទៅក្នុងខួរក្បាលរបស់គាត់ព្រោះគាត់ចង់រៀនអំពីរបៀបធ្វើជាបងប្រុសដ៏ល្អម្នាក់ហើយមើលថែប្អូនស្រីរបស់គាត់នៅពេលដែលនាងកើតមកស្រាប់តែពេលនោះក៏មានដ្រូនមួយបានហោះមកប្រាប់វ៉ាងលីងថាមិត្តភក្តិរបស់គាត់បានធ្វើដំណើរមកដល់ទីនេះហើយរួចគាត់ក៏បានចេញទៅជួបជាមួយនឹងពួកគេតែម្ដងពេលទៅដល់ប្រូងៅក៏បានចូលរួមត្រេកអរទៅកាន់វ៉ាងលីងព្រោះវ៉ាងលីងចិត្តបានប្អូនស្រីម្នាក់ហើយតាមពិតទៅប្រូងៅពិតជាស្រឡាញ់ប្អូនស្រីខ្លាំងណាស់ហើយគាត់ក៏ចង់បានប្អូនស្រីម្នាក់ដែររួចសុនរងក៏បានដើរទៅប្រាប់ប្រូងៅថាដល់ពេលដែលពួកគេត្រូវទៅហើយព្រោះនៅថ្ងៃនេះពួកគេបានស្ម័គ្រចិត្តធ្វើជាអ្នកយាមនៅឯកន្លែងពិនិត្យសុខភាពហើយក៏មានក្មេងៗជាច្រើនបាននាំគ្នាមកពិនិត្យសុខភាពនៅទីនោះព្រោះពួកគេត្រូវការព័ត៌មានទាក់ទងទៅនឹងសុខភាពនិងធម៌ពលវិញ្ញាណដើម្បីចុះឈ្មោះចូលរៀនរួចយើងក៏បានឃើញក្មេងប្រុសម្នាក់ដែលមានអាយុ8ឆ្នាំតែគាត់មានកម្ពស់2.8 ម៉ែត្រនិងទម្ងន់ធ្ងន់ខ្លាំងឡើងម៉ាស៊ីនថ្លឹងផ្ទុះសេអ្នកទាំងអស់គ្នារួចយើងក៏បានឃើញក្មេងប្រុសសម្នាក់ទៀតដែលមានឈ្មោះថាមីងក៏បានមកពិនិត្យសុខភាពដូចគ្នាហើយមីងគាត់គឺជាក្មេងប្រុសម្នាក់ដែលបានលេងបៀឈ្នះវ៉ាងលីងកាលនៅក្នុងស៊ីซั่នទី3នោះឯងហើយគាត់ពិតជាមានការជឿជាក់ទៅលើខ្លួនឯងខ្លាំងណាស់ដោយមីងមានអាយុ8ឆ្នាំកម្ពស់1.45 ម៉ែត្រនិងទម្ងន់រហូតដល់ទៅ260គីឡូឯណោះរួចក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយជាមួយនឹងរាងកាយដ៏ល្អបែបនេះមីងប្រកាសជាអាចចុះឈ្មោះចូលរៀននៅក្នុងសាលាដែលមានល្វែលខ្ពស់ជាងគេបង្អស់ជាមិនខានហើយនៅពេលដែលគាត់បានក្រឡេកឃើញវ៉ាងលីងភ្លាមគាត់ក៏បានចងចាំថាប្រូវ៉ាងលីងនេះហើយគឺជាមនុស្សម្នាក់ដែលបានលេងបៀចាញ់គាត់ឡើងទក់សាច់កាលពីលើកមុនរួចគាត់ក៏បានចូលទៅសើចចំអកដាក់វ៉ាងលីងព្រោះវ៉ាងលីងអាយុច្រើនហើយតែបែរជារៀននៅក្នុងសាលាដែលមានល្វែលទាបទៀតហើយពាក្យសម្ដីរបស់គាត់ក៏បានចាក់ដោតបងដែលកំពុងតែឈរចិត្តនឹងដូចគ្នាបន្ទាប់មកក៏ដល់វេនម៉ាក់របស់វ៉ាងលីងពិនិត្យសុខភាព baby វិញម្ដងតែប្រូងៅក៏បានចូលទៅខាត់ថាមិនចាំបាច់ឈរនៅកន្លែងថ្លឹងទម្ងន់នោះទេព្រោះដោយសារតែពួកគេបានរៀបចំឧបករណ៍ពិសេសសម្រាប់គាត់រួចហើយអញ្ចឹងនៅពេលដែលម៉ាក់ពាក់ឧបករណ៍មួយនេះពួកគេនឹងអាចវាស់ចង្វាក់បេះដូងរបស់ baby បានយ៉ាងងាយរីឯមីងណែវិញក៏កំពុងតែមានការជឿជាក់ទៅលើខ្លួនឯងថាគ្រប់គ្នាកំពុងតែសរសើរមកកាន់គាត់ជាមិនខានតែមានណាគ្រាន់តែពួកគេចាប់ផ្ដើមវាស់ចង្វាក់បេះដូងរបស់ baby ភ្លាមក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវាឮសំឡេងដូចភ្លេងនៅក្នុងក្លឹបអញ្ចឹងរួចពួកគេក៏បាននាំគ្នាសរសើរទៅកាន់នាងគ្រប់គ្នាពេលឃើញបែបនេះធ្វើឲ្យមីងខឹងខ្លាំងមែនទែនព្រោះគាត់មិននឹកស្មានថាកូនងាដែលមិនតន់កើតមកផងបែរជាដណ្ដើមយកមុខមាត់របស់គាត់អស់អាលីងរួចយើងក៏បានឃើញមនុស្សអាក្រក់2នាក់ដែលជាសមាជិកនៅក្នុងក្រុមកណ្ដាលក៏បានមកទីនោះដើម្បីចាប់ចម្រិតក្មេងៗដែលមានសមត្ថភាពយកទៅឲ្យអធិរាជរបស់ពួកគេហើយពួកគេក៏បានចាប់អារម្មណ៍ទៅលើមីងនិងប្អូនស្រីរបស់វ៉ាងលីងតែដោយសារតែប្អូនស្រីរបស់វ៉ាងលីងមិនតន់កើតអញ្ចឹងពួកគេបានត្រឹមតែសេវនាងទុកតែប៉ុណ្ណោះលុះបន្ទាប់ពីបានពិនិត្យសុខភាពរាងកាយរួចហើយឥឡូវនេះគឺដល់ពេលពិនិត្យធម៌ពលវិញ្ញាណវិញម្ដងរួចមីងក៏បានគិតនៅក្នុងចិត្តថាគាត់នឹងមិនចាញ់នរណាម្នាក់ជាដាច់ខាតហើយគាត់នឹងក្លាយទៅជាហេរ៉ូដ៏អស្ចារ្យដូចស៊ូយីឲ្យតតែបានរួចយើងក៏បានឃើញថាធម៌ពលវិញ្ញាណរបស់មីងគឺជាធម៌ពលទឹកហើយវាគឺខ្លាំងមិនធម្មតានោះទេរួចមនុស្សអាក្រក់ម្នាក់នោះក៏ចង់យកឱកាសមួយនេះដើម្បីចាប់ខ្លួនមីងតែម្ដងតែវ៉ាងលីងក៏បានដឹងមុនហើយដោយសារតែសុនរងបានបិទកាមេរ៉ាសុវត្ថិភាពអស់ហើយវ៉ាងលីងក៏បានចាប់បោកគាត់ខ្ទប់ទៅខាងក្រោមមកទំហឹងមនុស្សចាស់បន្តិចក្រោយមកក៏ដល់វេនវាស់ធម៌ពលវិញ្ញាណរបស់ baby វិញម្ដងហើយដោយសារតែ baby មានធម៌ពលវិញ្ញាណខ្លាំងអស្ចារ្យឧបករណ៍មួយនោះមិនអាចវាស់ធម៌ពលរបស់នាងបានឡើយរួចវាក៏ចាប់ផ្ដើមផ្ទុះបែកតែម្ដង
ហើយដោយសារតែអស់ជំរឿបែបនេះវ៉ាងលីងក៏បានប្រើប្រាស់ skill លុបការចងចាំមនុស្សទាំងប៉ុន្មាននៅទីនោះហើយក៏បានធ្វើឲ្យពួកគេភ្លេចអស់ទៅរួចមនុស្សអាក្រក់ក៏បានយកឱកាសមួយនេះដើម្បីរត់គេចខ្លួនក៏ប៉ុន្តែតាមពិតវ៉ាងលីងមានចេតនាដោះលែងគាត់តែប៉ុណ្ណោះរួចវ៉ាងលីងក៏បានបញ្ជាឲ្យដាវវិញ្ញាណចាស់ទុំស្វែងរកបន្ទាយរបស់ពួកគេហើយបំផ្លាញវាចោលតែម្ដងរីឯមនុស្សអាក្រក់អានេះវិញទោះបីជាមេក្រុមបានលេបថ្នាំព្យាបាលរបួសក៏ដោយក៏របួសរបស់គាត់មិនបានធូរស្រាលនោះឡើយព្រោះដោយសារតែវ៉ាងលីងលែងដៃធ្ងន់ពេករួចកូនចៅក៏បានសួរទៅកាន់មេក្រុមថាតើពួកគេត្រូវធ្វើអ្វីបន្តទៀតរួចមេក្រុមក៏បានចាប់អារម្មណ៍ទៅលើ baby ព្រោះបើសិនជាពួកគេអាចចាប់ម៉ាក់ហើយយក baby របស់នាងនោះវានឹងមានតម្លៃស្មើទៅនឹងក្មេងៗដែលមានទេពកោសល្យរាប់លាននាក់ជាមិនខានរួចកូនចៅក៏បានរីខមមិនឲ្យយករឿងមួយនេះទៅពិភាក្សាជាមួយនឹងអធិរាជតែកូនក៏បានស៊ីម៉ាកញ្ញោរបស់មេក្រុមព្រោះបើសិនជាក្រុមផ្សេងទៀតបានដឹងអំពីរឿងមួយនេះនោះក្រុមផ្សេងទៀតនឹងលួចយក credit របស់ពួកគេជាមិនខានអញ្ចឹងពួកគេត្រូវតែលាក់រឿងមួយនេះជាដាច់ខាតមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់បន្ទាយហើយដាវវិញ្ញាណចាស់ទុំក៏បានតាមពួកគេមកដល់ទីនោះដូចគ្នារួចកូនក៏បានបំផ្លាញបន្ទាយមួយនោះចោលទៅកាត់មកខាងមីងអានេះវិញក៏កំពុងតែអង្គុយពិបាកចិត្តដោយសារតែឧបករណ៍វាស់ថាមពលវិញ្ញាណខូចអញ្ចឹងកូនមិនអាចទទួលបានលទ្ធផលពិនិត្យសុខភាពរបស់គាត់ទេរួចវ៉ាងលីងក៏បានប្រាប់ទៅកាន់គាត់ថាឧបករណ៍មួយនោះនឹងជួសជុលហើយនៅថ្ងៃស្អែកអញ្ចឹងកូនអាចត្រឡប់មកពិនិត្យសុខភាពម្ដងទៀតបានហើយតាមពិតទៅវ៉ាងលីងបានប្រាប់ឲ្យបិសាចគីងកែប្រើប្រាស់ថាមពលរបស់គាត់ជួសជុលឧបករណ៍មួយនោះឡើងវិញហើយវ៉ាងលីងក៏បានសន្យាថានឹងឲ្យថ្នាំវិញ្ញាណកម្រិតខ្ពស់មួយទៅឲ្យបិសាចគីងកែផងដែរអញ្ចឹងដើម្បីលើកទឹកចិត្តទៅកាន់មីងសុនរងក៏បានឲ្យ figure មួយរបស់ស៊ូយីទៅកាន់គាត់ហើយនៅពេលដែលបានឃើញរូប idol របស់ខ្លួនបែបនេះក៏បានធ្វើឲ្យមីងសប្បាយចិត្តឡើងវិញទៅកាន់មកខាងគុកទី1នៅសៀងហៃអានេះបន្តិចគឺយើងបានឃើញលោកគ្រូយីជាមួយនឹងលោកតាសសកំពុងតែធ្វើដំណើរទៅជួបជាមួយនឹងប្រូចិនដែលត្រូវជាសិស្សប្អូនរបស់លោកគ្រូយីនៅតាមផ្លូវលោកតាសសក៏បានសួរទៅកាន់លោកគ្រូយីថាបន្ទាប់ពីគាត់បានយកឈ្នះទៅលើប្រូចិនរួចហើយគាត់បានទទួលធម៌ពលវិញ្ញាណជាច្រើនតែហេតុអ្វីបានជាគាត់នៅតែមានរូបរាងចាស់បែបនេះរួចលោកគ្រូយីក៏បានតបទៅវិញថាមូលហេតុដែលគាត់មិនប្រើប្រាស់រូបរាងក្មេងនោះគឺដោយសារតែគាត់ចង់សន្សំធម៌ពលវិញ្ញាណតែប៉ុណ្ណោះស្រាប់តែពេលនោះក៏មានអ្នកទោសម្នាក់ចង់វាយប្រហារទៅលើលោកគ្រូយីតែមនុស្សយន្ត AI ដែលជាអ្នកយាមនៅទីនោះក៏បានចូលទៅការពារគាត់ហើយក៏បានចាប់ចងអ្នកទោសម្នាក់នោះតែម្ដងមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់បន្ទប់ឃុំឃាំងរបស់ប្រូចិនហើយពេលចូលទៅដល់ក៏បានឃើញថាប្រូចិននៅពេលនេះបានបែកថ្នាំបាត់ទៅហើយព្រោះពួកគេបានបង្ក្រាបធម៌ពលបិសាចដែលមាននៅក្នុងខ្លួនគាត់រួចលោកតាសសក៏បាននិយាយថាតាមពិតទៅពួកគេគួរតែយកប្រូចិនទៅឃុំនៅក្នុងគុកដែលមានល្វែលខ្ពស់តែនៅក្នុងគុកដែលមានល្វែលខ្ពស់នៅពេលនេះគឺកំពុងតែឃុំឃាំងមនុស្សម្នាក់ដែលមានគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងបើសិនជាឲ្យពួកគេទាំងពីរនៅជិតគ្នានោះវានឹងអាចធ្វើឲ្យធម៌ពលបិសាចដែលនៅក្នុងខ្លួនប្រូចិនភ្ញាក់ឡើងវិញជាមិនខានហើយមុនពេលដែលពួកគេធ្វើដំណើរត្រឡប់ទៅវិញលោកតាសសក៏មានសំណើមួយចង់សុំទៅកាន់លោកគ្រូយីផងដែរលុះស្អែកឡើងលោកនាយកនៅសាលាទី60ក៏បានជ្រើសរើសសិស្ស6នាក់នៅក្នុងថ្នាក់ពិសេសឲ្យទៅធ្វើ mission មួយហើយវាគឺជាការហែកគុកដែលមានទីតាំងនៅគុកទី1នោះឯងហើយគោលបំណងរបស់ពួកគេគឺដើម្បីចង់ដឹងថាតើគុកមួយនេះមានសុវត្ថិភាពខ្លាំងប៉ុណ្ណាអញ្ចឹងពួកគេអាចប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ដើម្បីរត់គេចចេញពីគុកមួយនោះគ្រាន់តែបានឮភ្លាមពួកគេទាំង3នាក់ក៏បានគិតថាគុកទី1នឹងត្រូវសាងសង់ឡើងវិញទាំងស្រុងជាមិនខានព្រោះវ៉ាងលីងអាចបំផ្លាញគុកមួយនោះបានយ៉ាងងាយក៏ប៉ុន្តែពួកគេមិនដឹងទេថាវ៉ាងលីងនៅពេលនេះកំពុងតែគិតអ្វីនោះទេព្រោះមុនពេលដែលវ៉ាងលីងធ្វើដំណើរមកកាន់សាលារៀនម៉ាក់ប៉ារបស់គាត់ក៏បានប្រាប់ឲ្យគាត់ធ្វើ mission ដ៏សំខាន់មួយដូចគ្នាតែយើងមិនទាន់ដឹងទេថាវាគឺជា mission អ្វីនោះឡើយលុះបន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់គុកទី1ហើយនោះពួកគេក៏បានបែងចែកជា3ក្រុមដោយនៅក្នុងមួយក្រុមគឺមានសមាជិក2នាក់រួចនៅពេលដែលបានឃើញកូនសិស្សមានល្វែលទៀបបែបនេះលោកតាសសក៏បានមើលស្រាលទៅលើពួកគេរួចគាត់ក៏បានសួរទៅកាន់
បានលោកគ្រូយីថាឲ្យកូនសិស្សល្វែទៀបមកធ្វើតេស្តគុករបស់គាត់អញ្ចឹងអាចទៅរួចដែរមែនរួចលោកគ្រូយីក៏បានឆ្លើយថាបើសិនជាសូម្បីតែកូនសិស្សដែលមានល្វែទៀបអាចរត់គេចចេញពីគុកមួយនេះបាននោះវានឹងមានបញ្ហាធំជាមិនខានរួចលោកតាសសក៏បានតបទៅវិញថាគុកមួយនេះគឺត្រូវបានពង្រឹងការការពារអស់ជាច្រើនសតវត្សមកហើយនៅឆ្នាំនេះពួកគេថែមទាំងបានប្រើប្រាស់មនុស្សយន្ត AI ចំនួនចុងក្រោយគេបង្អស់ទៀតផងអញ្ចឹងបើសិនជាកូនសិស្សទាំងអស់នេះអាចហែកគុករបស់គាត់បានមែននោះគាត់សុខចិត្តសុំលាឈប់ពីការងារកាន់មកខាងសុនរងឯណែវិញនាងកំពុងតែមានការអំភើបចិត្តនៅពេលដែលបានធីមអាប់ជាមួយនឹងវ៉ាងលីងព្រោះនៅក្នុងបន្ទប់តែ2នាក់អញ្ចឹងអ្វីៗក៏អាចកើតឡើងបានដែរបន្តិចក្រោយមកក៏មាន drone AI មួយបានហោះមកប្រាប់ពួកគេឲ្យដោះរបាំងភ្នែកចេញហើយតួនាទីរបស់ drone AI មួយនេះគឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ពួកគេកុំឲ្យរត់គេចចេញទៅខាងក្រៅតែវ៉ាងលីងមិនបានចាប់អារម្មណ៍នោះឡើយព្រោះក៏រវល់តែគិតអំពីអ្វីមួយរួចសុនរងក៏បានចាប់អារម្មណ៍ព្រោះនាងបានឃើញវ៉ាងលីងបែបនេះតាំងតែពីព្រឹកមកម្លេះរួចនាងក៏បានគិតថាតិចសៀរបស់គាត់ចាប់ផ្ដើមចុះខ្សោយទៅស្រាប់តែពេលនោះពួកគេក៏បានក្រឡេកឃើញមីមួយកញ្ចប់រួចវ៉ាងលីងក៏បានដើរទៅរើសយកវាទោះបីជាសុនរងបានហាមគាត់ថាជាអន្ទាក់ក៏ដោយក៏វ៉ាងលីងមិនស្ដាប់នោះឡើយរួចគាត់ក៏បានជាប់អន្ទាក់ពិតមែនគ្រាន់តែបានឃើញភ្លាមសុនរងក៏ចង់ចូលទៅជួយតែនាងមិនអាចប្រើប្រាស់ថាមពលរបស់នាងបានទេព្រោះនៅក្នុងគុកមួយនេះគឺត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាកម្រិតខ្ពស់មួយដែលអាចបង្ក្រាបអ្នកទោសមិនឲ្យប្រើប្រាស់ថាមពលបានឡើយតែវ៉ាងលីងគ្មានខ្វល់ពីអ្វីទាំងអស់គឺគាត់គិតតែពីញ៉ាំមីតែប៉ុណ្ណោះហើយគាត់ថែមទាំងបានកាច់វាទៅឲ្យសុនរងទៀតផងរួចនៅពេលដែលបានដឹងថាមីមួយដុំនេះមានជាប់ស្នាមមាត់របស់វ៉ាងលីងភ្លាមធ្វើឲ្យសុនរងអរជាខ្លាំងព្រោះនាងបានថើបវ៉ាងលីងដោយប្រយោលកាន់មកខាងប្រូម៉ាប់និងប្រូងៅឯណែបន្តិចទោះបីជាពួកគេព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចកំទេចទ្វារគុកមួយនោះបានឡើយរួចប្រូម៉ាប់ក៏បានស្នើសុំ drone AI ឲ្យផ្ដល់ឱកាសមកកាន់ពួកគេមួយមកហើយដោយសារតែអាណិតពួកគេខ្លាំងពេក drone AI ក៏បានឲ្យពួកគេដោះស្រាយលំហាត់មួយដើម្បីបើកទ្វារមួយនោះគ្រាន់តែបានឃើញភ្លាម Pro Map ក៏បានសុំ surrender បដ ாய் រីឯនៅខាងចៃលិនជាមួយនឹងបិសាចគីងកែបឯណេះវិញពួកគេក៏មិនអាចបំផ្លាញទ្វារមួយនោះបានដូចគ្នាព្រោះវាត្រូវបានបង្កើតឡើងដោយសម្ភារៈដែលអាចជួសជុលខ្លួនឯងបានអញ្ចឹងទោះបីជាពួកគេខំប្រឹងបាញ់កំទេចវាយ៉ាងណាក៏ដោយក៏វានៅតែអាចជួសជុលបានឡើងវិញដដែលនឹងក៏ប៉ុន្តែបិសាចគីងកែបនៅសល់កំភ្លើងធំមួយទៀតហើយដើម្បីអាចដំណើរការវាបានគាត់ក៏បានឡើងទៅលើក្បាលរបស់ចៃលិនដើម្បីបាញ់ទម្លុះទ្វារមួយនោះតែចៃលិនបែរជាគិតថាបិសាចគីងកែបចង់កេងចំណេញទៅលើនាងរួចនាងក៏បានចាប់បោកគាត់មកទំហឹងមនុស្សចាស់តែម្ដងពេលឃើញបែបនេះលោកតាសសក៏បានគិតថាគាត់គឺជាអ្នកឈ្នះស្រាប់តែពេលនោះសំឡេងប្រកាសអាសន្នក៏បានបន្លឺឡើងព្រោះដោយសារតែមានអ្នកទោសចង់រត់គេចខ្លួននោះឯងរួចយើងក៏បានដឹងការពិតថាប្រូចិនធ្វើពុតជាឈួតតែប៉ុណ្ណោះហើយគាត់ក៏ចង់យកឱកាសមួយនេះដើម្បីរត់គេចខ្លួនផងដែររួចនៅពេលដែលបានដឹងថាមានអ្នកទោសចង់រត់គេចខ្លួនភ្លាមវ៉ាងលីងក៏បានប្រើប្រាស់ដៃម្ខាងចាប់បោះទ្រង់ដែកមួយនោះទៅខាងលើដែលធ្វើឲ្យ drone AI មានការភ្ញាក់ផ្អើលជាខ្លាំងហើយនៅពេលដែលឲ្យដោះស្រាយលំហាត់ដើម្បីបើកទ្វារវ៉ាងលីងក៏បានលេងផ្លូវកាត់ដោយគាត់ប្រើប្រាស់តែចង្អុលដៃមួយសោះក៏អាចទម្លុះទ្វារមួយនោះបានបាត់ទៅហើយរួចសុនរងក៏បានចាប់អារម្មណ៍ថាសកម្មភាពរបស់វ៉ាងលីងមុននឹងគឺត្រូវបាន drone AI ថតចប់ទាំងអស់អញ្ចឹងដើម្បីលុបបំបាត់ភស្តុតាងវ៉ាងលីងក៏ចង់បំផ្លាញ drone AI មួយនោះចោលតែម្ដងតែសុនរងក៏បានហាមគាត់ព្រោះដោយសារតែ drone AI មួយនេះគឺមានតម្លៃថ្លៃណាស់រួចនាងក៏បានទៅនិយាយជាមួយនឹងវាដើម្បីសុំឲ្យវាលុបវីដេអូមួយនោះចោលទៅហើយដោយសារតែខ្លាចវ៉ាងលីងខ្លាំងពេក drone AI ក៏បាន format memory ចោលទាំងអស់ភ្លាមហ្មងរួចវាក៏បានទទួលស្គាល់ផងដែរថា AI មិនអាចជំនួសកន្លែងមនុស្សបានឡើយលុះនៅពេលដែលវ៉ាងលីងដើរចេញមកខាងក្រៅគាត់ក៏បានជួបជាមួយនឹងមនុស្សយន្ត AI ហើយដោយសារតែមុននឹង drone AI បាន format memory អញ្ចឹងមនុស្សយន្ត AI មិនស្គាល់វ៉ាងលីងនោះទេរួចវាក៏បាន scan ទៅលើវ៉ាងលីងម្ដងទៀតហើយក៏បានឃើញថាវ៉ាងលីងមានថាមពលវិញ្ញាណកម្រិត5តែប៉ុណ្ណោះហើយគាត់គឺជាមនុស្សកាម្នាក់ដែលតែងតែមានអារម្មណ៍ឯកានៅពេលយប់ពិបាកបង្កើតមិត្តភ័ក្តិហើយគាត់កំពុងតែប្រឈមមុខជាមួយនឹងសម្ពាធជាច្រើនរួចមនុស្សយន្ត AI ក៏បាននិយាយថាមនុស្សកាដូចវ៉ាងលីងស៊ីតែម្ដាយរបស់វាគឺដឹងតែងាប់ជាមិនខានក្រោយពីបានប្រាប់រួចហើយវាក៏បានម៉ាត់វ៉ាងលីងមកទំហឹងមនុស្សចាស់តែម្ដងតែនៅពេលដែលបានឃើញវ៉ាងលីងគ្មានរបួសសូម្បីតែបន្តិចបែបនេះធ្វើឲ្យមនុស្សយន្ត AI មានការភ្ញាក់ផ្អើលជាខ្លាំងរួចវាក៏បានលោតសញ្ញាប្រកាសអាស
Jackson ថាវ៉ាងលីងគឺជាមនុស្សដែលមានគ្រោះថ្នាក់ខ្លាំងណាស់ស្របពេលជាមួយគ្នានោះប្រូម៉ាប់ក៏បានអ៊ីវប្រូងាល់មកកាន់ទីនោះដូចគ្នាព្រោះដោយសារតែច្រកទ្វារបានបើកអូតូឲ្យពួកគេនោះឯងដោយមិនរងចាំយូរវ៉ាងលីងក៏បានសងសឹកទៅកាន់មនុស្សយន្ត AI វិញដោយម៉ាត់វាមួយជើងឡើងប៉ើងទៅដល់ណាណីហ្មងហើយចំហាយជើងរបស់វ៉ាងលីងមួយនេះក៏បានបើកទ្វារគុករបស់ប្រូចិនផងដែរតែនៅពេលដែលបានឃើញថាមពលមួយនេះភ្លាមប្រូចិនក៏បានស្គាល់យ៉ាងច្បាស់ថាវាគឺជារបស់វ៉ាងលីងជាមិនខានរួយកនក៏បានរត់ទៅបិទទ្វារគុកវិញព្រោះនៅទីនេះគឺជាកន្លែងដែលមានសុវត្ថិភាពជាទីបំផុតលុះបន្ទាប់ពីកូនសើបានមកជួបជុំគ្នាអស់ហើយនោះពួកគេក៏បាននាំគ្នារត់គេចចេញពីគុកមួយនោះបានសម្រេចហើយគ្រាន់តែបើកទ្វារត្រូវពន្លឺថ្ងៃភ្លាមវ៉ាងលីងក៏មានអារម្មណ៍កក់ក្ដៅរួចយើងក៏បានដឹងថា mission ដែលម៉ាក់ប៉ារបស់វ៉ាងលីងបានឲ្យគាត់ធ្វើនោះគឺឲ្យគាត់ជាអ្នកដាក់ឈ្មោះទៅឲ្យប្អូនស្រីរបស់គាត់នោះឯងដោយនេះហើយបានជាវ៉ាងលីងក៏រកនឹកតាំងពីព្រឹករហូតមកដល់ពេលនេះថាតើគួរតែដាក់ឈ្មោះអ្វីទៅឲ្យប្អូនស្រីរបស់គាត់ហើយនៅពេលដែលបានឃើញពន្លឺថ្ងៃកក់ក្ដៅបែបនេះវ៉ាងលីងក៏បានសម្រេចចិត្តដាក់ឈ្មោះទៅឲ្យប្អូនស្រីរបស់គាត់ថាវ៉ាងនួនដែលមានន័យថាកក់ក្ដៅអញ្ចឹងយើងកាន់មកខាងគោកកម្រិតខ្ពស់ហើយណែបន្តិចគឺយើងបានឃើញបិសាចខ្មៅមួយបានប្រាប់ទៅកាន់ប្រូបៃដែលត្រូវជាម្ចាស់របស់វាថាពួកគេបានផ្ដល់ឱកាសឲ្យប្រូចិនរត់ចេញពីគុកតែគាត់បែរជាមិនហ៊ានទៅវិញព្រោះដោយសារតែគាត់ខ្លាច Master ដ៏អស្ចារ្យម្នាក់រួចប្រូបៃក៏បានសួរទៅកាន់បិសាចខ្មៅថាតើ Master ម្នាក់នោះគឺជាពីណាគេតែបិសាចខ្មៅមិនស្គាល់នោះទេព្រោះផុសតាងទាំងប៉ុន្មានត្រូវបានលុបចោលអស់បាត់ទៅហើយគឺវាដឹងត្រឹមថា Master ម្នាក់នោះគឺពាក់ព័ន្ធជាមួយនឹងសាលាទី60រួចប្រូបៃក៏បានបញ្ជាឲ្យបិសាចខ្មៅប្រាប់ដំណឹងមួយនេះទៅកាន់អធិរាជតែម្ដងរីឯនៅខាងអធិរាជឯណែវិញដោយសារតែការពីម្សិលមិញដែលវិញ្ញាណចាស់ទុំបានបំផ្លាញមន្ទីរមួយរបស់គាត់ក៏បានធ្វើឲ្យការប្រមូលធម៌ពលវិញ្ញាណរបស់គាត់ធ្លាក់ចុះហើយដោយសារតែខឹងខ្លាំងពេកអធិរាជក៏បានបញ្ជាឲ្យកូនចៅទៅស្វែងរកមនុស្សម្នាក់នោះថាតើពីណាគេថ្លើមធំហ៊ានបំផ្លាញមន្ទីររបស់គាត់បែបនេះរួចកូនចៅក៏បានប្រគល់ scroll មួយទៅឲ្យគាត់ដោយ scroll មួយនេះពួកគេទទួលបានមកពីប្រូបៃដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងគុកទី1នោះឯងហើយវាគឺជាពលមានតកតងទៅនឹងមនុស្សម្នាក់ដែលបានបំផ្លាញមន្ទីរមួយនោះរួចនៅពេលដែលអធិរាជបើកមើលក៏បានឃើញរូបរបស់វ៉ាងលីងជាមួយនឹងលោកប៉ារបស់គាត់តែពួកគេបែរជាគិតថាលោកប៉ារបស់វ៉ាងលីងគឺជាអ្នកដែលបានបំផ្លាញមន្ទីរមួយនោះទៅវិញកាត់មកខាងលោកប៉ារបស់វ៉ាងលីងឯណែវិញក៏កំពុងតែអង្គុយខូចចិត្តព្រោះគាត់គឺជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ក៏ប៉ុន្តែនៅពេលនេះតំណែងអ្នកនិពន្ធឆ្នើមរបស់គាត់គឺត្រូវបានក្មេងៗចំនួនក្រោយដណ្ដើមយកបាត់ទៅហើយគាត់ក៏តតម្រេះមិនដឹងថាត្រូវនិពន្ធរឿងថ្មីនិយាយអំពីអ្វីនោះទេនៅពេលនោះឯងទៅវ៉ាងលីងបានដឹងការពិតថាលោកប៉ារបស់គាត់គ្មានសក់ផងនឹងគឺគាត់ពាក់សក់សិប្បនិមិត្តតែប៉ុណ្ណោះរួចម៉ាម៉ាក់ក៏បាននិយាយថាមូលហេតុដែលប៉ាខំប្រឹងធ្វើការឡើងជ្រុះសក់អស់បែបនេះគឺដោយសារតែគាត់ត្រូវការលុយដើម្បីទិញរបស់ក្មេងលេងទុកឲ្យ baby និងទិញសម្ភារៈសម្រាប់ធ្វើសៀលទុកបិទឲ្យវ៉ាងលីងនោះឯងហើយរបស់ទាំងអស់នោះគឺមានតម្លៃថ្លៃណាស់ដូចនេះហើយបានជាប៉ាព្យាយាមនិពន្ធរឿងថ្មីក៏ប៉ុន្តែគាត់បែរជាតតម្រេះមិនដឹងថាត្រូវសរសេរអំពីអ្វីនោះទេរួចវ៉ាងលីងក៏ចង់ចូលទៅជួយប៉ាតែប៉ាក៏បានបដិសេធព្រោះគាត់គឺជាមេគ្រួសារចឹងទៅឲ្យគាត់ជាអ្នកដោះស្រាយរឿងមួយនេះរួចប៉ាក៏ចាប់ផ្ដើមសរសេររឿងឡើងវិញតែម្ដងហើយដោយសារតែមិនចង់រំខានគាត់វ៉ាងលីងក៏បានចាកចេញពីទីនោះទៅរួចប៉ាក៏បានបន្តសរសេររឿងឡើងមកយប់ទល់ភ្លឺហើយក៏បានដេកលក់នៅកន្លែងធ្វើការនឹងហ្មងលុះព្រឹកឡើងសុនរងជាមួយនឹងវ៉ាងលីងក៏បាននាំប៉ាទៅដើរលេងនៅខាងក្រៅដើម្បីឲ្យគាត់មានការបំផុសគំនិតថ្មីក្នុងការសរសេររឿងហើយមុនពេលដែលពួកគេចេញដំណើរវ៉ាងលីងក៏បានចាប់អារម្មណ៍ថាមាននរណាម្នាក់កំពុងទៅលួចតាមដានពួកគេដោយម្នាក់នោះគឺជាសមាជិកនៅក្នុងក្រុមកណ្ដោដែលត្រូវជាកូនចៅរបស់អធិរាជហើយគាត់មកទីនេះដើម្បីសម្លាប់លោកប៉ារបស់វ៉ាងលីងចោលក៏ប៉ុន្តែគាត់មិនបានឃើញមានចំហាយថាមពលចេញពីក្នុងខ្លួនលោកប៉ារបស់វ៉ាងលីងសូម្បីតែបន្តិចនោះឡើយរួចគាត់ក៏បានគិតថាលោកប៉ារបស់វ៉ាងលីងប្រហែលជា Master កម្រិតខ្ពស់ហើយទើបបានជាគាត់អាចលាក់ថាមពលរបស់ខ្លួនបានល្អឥតខ្ចោះបែបនេះរួចពួកគេក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ប្រូងោលមុនគេហើយបិសាចគិញកែបក៏បានហោះទៅបុកឃាតករម្នាក់នោះតែម្ដងមិនយូរប៉ុន្មានពួកគេក៏បានទៅដល់គោលដៅរួចប្រូងោលជាមួយនឹងប៉ាក៏បានចេញទៅទទួលពួកគេហើយដើម្បីជួយឲ្យលោកប៉ារបស់វ៉ាងលីងមានការបំផុសគំនិតថ្មីប្រូងោលជាមួយនឹងប៉ាក៏
ក៏បានបង្ហាញក្បាច់គុនដៃធំប្រចាំតកូលទៅឲ្យគាត់មើលតែម្ដងរួចពួកគេទាំងពីរក៏អាចកាត់ផ្ដាច់ផ្ទាំងថ្មដ៏ធំមួយបានយ៉ាងងាយហើយនៅពេលនោះប៉ារបស់ប្រូងើលក៏បានសរសើរទៅកាន់ប្រូងើលថារីកចម្រើនជាងមុនច្រើនណាស់ដែលធ្វើឲ្យប្រូងើលមានការអំភើបចិត្តជាខ្លាំងព្រោះនៅទីបំផុតលោកប៉ារបស់គាត់បានទទួលស្គាល់សមត្ថភាពរបស់គាត់ហើយបន្ទាប់មកពួកគេទាំងពីរក៏បានឲ្យវ៉ាងលីងនិងលោកប៉ារបស់គាត់សាកល្បងប្រើប្រាស់ដាវធំវិញម្ដងហើយជាមួយគ្នានោះបិសាចគីងកែបក៏បានផ្ដល់សញ្ញាប្រាប់ទៅកាន់វ៉ាងលីងព្រោះឃាតករម្នាក់នោះបានតាមពួកគេមកដល់ទីនេះទៀតពេលដែលបានដឹងរឿងនេះភ្លាមវ៉ាងលីងក៏បានធ្វើការវាយប្រហារទៅកាន់ឃាតករម្នាក់នោះដែលធ្វើឲ្យខោអាវរបស់គាត់រហែកខ្ទេចខ្ទីអស់អាលីងរួចលោកប៉ារបស់ប្រូងើក៏បានសរសើរទៅកាន់វ៉ាងលីងថាកម្លាំងអូនឯងខ្លាំងគួរសមគ្រាន់តែអូនឯងឲ្យបានបញ្ចេញថាមពលដែលធំតែប៉ុណ្ណោះអញ្ចឹងអូនត្រូវតែខំប្រឹងហ្វឹកហាត់បន្ថែមទៀតរួចវ៉ាងលីងក៏បានអរគុណសម្រាប់ការណែនាំផងដែរបន្ទាប់មកពួកគេក៏បានបន្តដំណើរទៅកាន់ផ្ទះរបស់ប្រូម៉ាប់វិញម្ដងហើយនៅពេលទៅដល់ប្រូម៉ាប់ក៏បានឲ្យលោកប៉ារបស់វ៉ាងលីងអង្គុយនៅលើកៅអីរួចកូនក៏បានបញ្ចេញខ្លាឃ្មុំរន្ទះដែលត្រូវជាសត្វវិញ្ញាណកម្រិតខ្ពស់មួយរួចសុនរងក៏បានសួរទៅកាន់ប្រូម៉ាប់ថាតើគាត់ចង់ធ្វើអ្វីជាមួយនឹងខ្លាឃ្មុំមួយនេះរួចប្រូម៉ាប់ក៏បានតបថាគឺគាត់ចង់ប្រើប្រាស់ថាមពលអគ្គិសនីឆក់លោកប៉ារបស់វ៉ាងលីងដើម្បីជួយឲ្យចរន្តឈាមរបស់គាត់ដើរលឿនជាងមុនហើយវាក៏អាចជួយឲ្យខួរក្បាលរបស់គាត់ដំណើរការបានល្អជាងមុនដូចគ្នាហើយដើម្បីកូនស្រីជាទីស្រឡាញ់របស់ខ្លួនប៉ាក៏បានយកព្រមសាកល្បងតែម្ដងតែសុនរងក៏បានរំលឹកទៅកាន់គាត់ថាថាមពលរន្ទះរបស់ខ្លាឃ្មុំពេញវ័យគឺមានកម្លាំងរហូតដល់ទៅ10លានវ៉ុលឯណោះអញ្ចឹងតើលោកពូអាចទ្រាំទ្របានអត់រួចក៏បានធ្វើឲ្យលោកប៉ារបស់វ៉ាងលីងចង់ផ្លាស់ប្ដូរចិត្តវិញបណ្ដោយតែប្រូម៉ាប់ក៏បានប្រាប់ទៅកាន់គាត់ថាកុំឲ្យបារម្ភអីព្រោះពួកគេឲ្យកូនខ្លាឃ្មុំឆក់ទៅកាន់គាត់តែប៉ុណ្ណោះហើយកម្លាំងរបស់វាគឺមិនសូវខ្លាំងប៉ុន្មាននោះទេតែមានណាឆក់ប៉ាឡើងហុយផ្សែងដែរហ្នឹងហើយជាមួយគ្នានោះប៉ាក៏មានអារម្មណ៍ថាឆ្លាតជាងមុនផងដែររួចនៅពេលដែលបានឃើញវាមានប្រសិទ្ធភាពបែបនេះគាត់ក៏ចង់ឲ្យខ្លាឃ្មុំធំឆក់ទៅលើគាត់វិញម្ដងរីឯឃាតករឯណែវិញគាត់ក៏បានតាមពួកគេមកដល់ទីនោះទៀតរួចគ្រាន់តែគាត់បានក្រឡេកឃើញកូនខ្លាឃ្មុំរន្ទះដែលត្រូវជាសត្វវិញ្ញាណកម្រិតខ្ពស់ភ្លាមគាត់ក៏ចង់ចាប់វាយកទៅឲ្យអធិរាជតែម្ដងក៏ប៉ុន្តែដោយសារតែកូនខ្លាឃ្មុំមានម្ចាស់រួចហើយអញ្ចឹងគាត់មិនអាចចាប់វាចូលទៅក្នុងឃ្លោកបានទេរួចខ្លាឃ្មុំធំក៏បានឆក់ទៅលើគាត់ឲ្យប៉ើងទៅពេលឃើញបែបនេះលោកប៉ារបស់វ៉ាងលីងក៏បានបដូរចិត្តវិញតែម្ដងបន្តមកទៀតពួកគេក៏បានធ្វើដំណើរទៅកាន់ផ្សារសៀងហៃហើយក៏បានឃើញថាលោកប៉ារបស់វ៉ាងលីងនៅពេលនេះគឺទទួលបានថាមពលរបស់គាត់ត្រឡប់មកវិញហើយរួចលោកប៉ាក៏បានរំលឹកទៅដល់រឿងចាស់ព្រោះកាលវ៉ាងលីងនៅក្មេងលោកប៉ាធ្លាប់បាននាំគាត់មកកាន់ទីនេះដើម្បីទិញដាវឈើមួយហើយនៅពេលដែលបានក្រឡេកឃើញអ្នកលក់ភ្លាមដាវវិញ្ញាណចាស់ទុំក៏បានស្គាល់នាងភ្លេតព្រោះនាងគឺជាស្រោមដាវដែលត្រូវជាប្អូនស្រីរបស់គាត់នោះឯងរួចប្អូនស្រីក៏បាននិយាយថានៅទីបំផុតគាត់បានបង្ហាញខ្លួនហើយរួចនាងក៏បានធ្វើការវិប្រហារទៅលើវ៉ាងលីងតែម្ដងព្រោះនាងបានខំស្វែងរកបងប្រុសគ្រប់ទីកន្លែងទាំងអស់តែបងប្រុសចិត្តអាក្រក់មិនដែលមកលេងនាងសូម្បីតែម្ដងរួចវ៉ាងលីងក៏បានប្រាប់ឲ្យនាងស្ងប់ចិត្តសិនទៅហើយក៏បានវាយនាងម្ដាយឲ្យប៉ើងត្រឡប់ទៅវិញទៀតផងរួចនៅពេលដែលលោកប៉ាចង់ចូលទៅនិយាយជាមួយនាងវ៉ាងលីងក៏បានហាមគាត់ព្រោះដោយសារតែនាងមានគ្រោះថ្នាក់ខ្លាំងណាស់តែលោកប៉ាក៏បានតបទៅវិញថាវ៉ាងលីងទៅវិញទេគឺជាមនុស្សដែលមានគ្រោះថ្នាក់បំផុតរួចលោកប៉ាក៏បានសុំទោសទៅកាន់ប្អូនស្រីព្រោះគាត់ក៏មានចំណែកខុសដូចគ្នាគឺគាត់បានបំបែកនាងចេញពីបងប្រុសរបស់នាងបើសិនជាថ្ងៃនោះគាត់បានទិញទាំងដាវទាំងស្រោមឲ្យវ៉ាងលីងនោះពួកគេទាំងពីរនឹងមិនត្រូវឃ្លាតឆ្ងាយពីគ្នាបែបនេះនោះទេស្របពេលជាមួយគ្នានោះឃាតករក៏បាននាំក្រុមកណ្ដោពិសេសមួយក្រុមដើម្បីមកសម្លាប់លោកប៉ារបស់វ៉ាងលីងតែម្ដងហើយនៅពេលដែលពួកគេចាប់ផ្ដើមធ្វើសកម្មភាពភ្លាមដាវវិញ្ញាណចាស់ទុំក៏បានចូលទៅជួយរួចគាត់ក៏បានរួមបញ្ចូលគ្នាតែមួយជាមួយនឹងប្អូនស្រីរបស់គាត់នៅពេលនោះទៅហើយឈ្មោះថ្មីរបស់គាត់នៅពេលនេះគឺមានឈ្មោះថាជីងបៃរួចជីងបៃក៏បានសួរទៅកាន់លោកម្ចាស់វ៉ាងលីងថាតើចង់ឲ្យគាត់ចាត់ការឃាតករទាំងអស់នេះដោយរបៀបណារួចវ៉ាងលីងក៏បានតបថាចង់ធ្វើអ្វីទៅលើពួកគេក៏បានដែរកុំតែសម្លាប់ពួកគេទៅបានហើយរួចជីងបៃក៏បានធ្វើតាមការបញ្ជាតែម្ដងលុះបន្ទាប់ពីពួកគេត្រឡប់មកដល់ផ្ទះវិញលោកប៉ារបស់វ៉ាងលីងក៏មានគំនិតថ្មីៗក្នុងការសរសេររឿងហើយគាត់ថែមទាំងទទួលបានតំណែងជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំត្រឡប់មកវិញទៀតផង